ភ្លើងអាបភ្លើងព្រីភ្លើងដែលចេះហោះខ្លួនឯងនៅលើមេឃតើជាអ្វីនៅវេលាយប់ជួនកាលគេឃើញមានភ្លើងម្យ៉ាងដែលមានទ្រង់ទ្រីវែងហោះកាត់នៅលើលំហអាកាសភ្លើងនេះគេតែងតែមានជំនឿតគ្នាថាជាភ្លើងអាបឬក៏ជាភ្លើងព្រីគេតែងតែឮពាក្យដំណាលថាមានគ្រូអាបស្រីក៏មានប្រុសក៏មាននៅវេលាយប់អាបនៅរងចាំតែមនុស្សម្នាគេលក់គ្រប់គ្នាទេនឹងអាលដកកហូតក្បាលនិងគ្រឿងខាងក្នុងខ្លួនវាចេញដោយខ្លួនឯងហោះនឹងចេញទៅរកស៊ីភក់ច្រំស៊ីកង្កែបស៊ីកូនក្អាត់ឬក៏ស៊ីលមុខជាដើមទៅភ្លើងដែលមានពន្លឺពណ៌ខៀវដែលវាហោះចេញទៅនោះគេសន្មតថាជាភ្លើងដោយសារតែប្រមាត់របស់វាគ្រូអាបពូកែណាស់ចេះធ្វើឲ្យមនុស្សម្នាទាំងប្រុសទាំងស្រីឈឺដែលគេនិយមហៅថាអំពើឬក៏ធ្វើឲ្យមនុស្សស្លាប់ផងដែរជាពិសេសបើអាបនោះស៊ីផុកច្រំផ្ទះណាមនុស្សនៅក្នុងផ្ទះនោះនឹងត្រូវរងគ្រោះដោយមានជំងឺធ្ងន់ឬក៏ស្លាប់ក៏មានដែរដូច្នេះហើយបានជាអ្នកជំនឿខ្លះបានកាត់បន្ទះបន្លាស្អិតបន្លាឫស្សីឬក៏បន្លាដំបងដែកទៅឆ្ការព័ទ្ធជុំវិញកន្លែងដែលមានភក់ច្រំឬក៏កន្លែងស្មោកគ្រោកផ្សេងក្រោមផ្ទះឬក៏នៅកន្លែងដែលស្ត្រីភេទកំពុងតែសម្រាលកូនខ្លាចក្រែងមានអាបបុកស៊ីលាក់នឹងលាក់អញ្ចឹងទៅភ្លើងទាំងនេះច្រើនកើតមាននៅម្ដុំណាដែលសម្បូរទៅដោយភ្នោខ្មោចឬក៏ឆ្អឹងសត្វផ្សេងមានឆ្អឹងមនុស្សឆ្អឹងគោឆ្អឹងឆ្កែឆ្អឹងឆ្មាឬក៏ឆ្អឹងជ្រូកជាដើមបើភ្លើងនេះហោះចេញពីព្រៃខ្មោចគេច្រើនសន្មតថាជាភ្លើងព្រាយព្រោះគេយល់ថានៅក្នុងព្រៃឬក៏នៅកន្លែងកប់ខ្មោចច្រើនសម្បូរទៅដោយព្រាយបិសាចហើយព្រាយបិសាចទាំងនោះតែងតែហោះចេញទៅរកស៊ីនៅទីកន្លែងដែលឆ្ងាយនៅវេលាពេលយប់ជួនកាលនៅលើវាលទំនាបក៏មានអណ្ដាតភ្លើងខៀវលោតផ្លេតមើលទៅគួរឲ្យព្រឺសម្បុរមែនទែនភ្លើងនោះគឺគេចាត់ទុកថាជាភ្លើងខ្មោចដែលវាកំពុងតែបញ្ចេញនៅសកម្មភាពអ្នកវិទ្យាសាស្ត្របានធ្វើការតាមដាននិងធ្វើការស្រាវជ្រាវនៅបុព្វហេតុទាំងនេះដោយបានរកឃើញនៅហេតុផលដ៏ពិតប្រាកដរបស់វាហើយបានទាំងធ្វើការពិសោធន៍ជាក់ស្ដែងឃើញថានៅក្នុងឆ្អឹងសត្វទាំងឡាយសុទ្ធតែមានវត្ថុមួយយ៉ាងដែលងាយនឹងឆេះជាទីបំផុតវត្ថុធាតុនោះហៅថាផូស្វ័រជាតិផូស្វ័រនេះបើកាលណាសត្វអ្វីមួយងាប់រលួយទៅវានឹងជ្រាបចេញមកខាងក្រៅហើយបើជាតិផូស្វ័រនេះប៉ះទៅនឹងខ្យល់វានឹងឆេះភ្លាមមួយរំពេចដោយមិនចាំបាច់មានដើមភ្លើងពីណាមកឡើយដូច្នេះហើយបានជានៅកន្លែងណាដែលសម្បូរទៅដោយឆ្អឹងខ្មោចទោះបីជាឆ្អឹងសេះឆ្អឹងគោឆ្អឹងជៀមពពែឆ្អឹងជ្រូកឆ្អឹងមនុស្សឆ្អឹងឆ្កែឆ្អឹងសត្វដទៃក៏ដោយតែងតែសម្បូរទៅដោយភ្លើងព្រីឬក៏ភ្លើងខ្មោចនេះគឺជាការពិតដោយបុព្វហេតុដែលបានរៀបរាប់មកខាងលើនេះហើយបានជាមានជួនកាលគំនោអស់ឬក៏ធ្យូងចំបើងស្មៅស្ងួតជាដើមដែលយើងរៀបដាក់នៅក្នុងគម្លាតគ្មានខ្យល់អាកាសចេញចូលស្រួលបួលទេវាអាចនឹងបណ្ដាលឲ្យមានការឆាបឆេះឡើងដោយគ្មាននរណាម្នាក់យកអ្វីមួយទៅដុតឡើយកម្មករនៅឡធ្យូងតែងតែមានការពិសោធន៍ដឹងច្បាស់ថាធ្យូងដែលចាក់គោជាគំនោនៅឯគៀនជញ្ជាំងឥដ្ឋយូរថ្ងៃខែទៅវាអាចនឹងឆេះឯងដូច្នេះគេតែងតែធ្វើជាបំពង់ខ្យល់ម្យ៉ាងវែងដោតចំកណ្ដាលគំនោធ្យូងបញ្ឈរទៅលើអាកាសធ្វើយ៉ាងនេះវាអាចការពារមិនឲ្យធ្យូងទាំងនោះឆេះបានពីព្រោះថាគំនោធ្យូងដែលគេចាក់គោនៅកន្លែងហប់ខ្យល់យូរទៅវានឹងកើតជាកម្ដៅហើយកម្ដៅនេះនឹងកើនឡើងជាលំដាប់លុះត្រាតែចេញមកជាភ្លើងការដោតបំពង់ឫស្សីឬក៏បំពង់ខ្យល់នៅចំកណ្ដាលគំនោធ្យូងជាមធ្យោបាយធ្វើឲ្យមានខ្យល់អាកាសចេញចូលស្រួលនាំឲ្យកម្ដៅទាំងឡាយរសាត់បាត់ទៅឆ្ងាយហើយធ្យូងក៏មិនងាយឆេះនេះជាភ្លើងឆេះឯងម្យ៉ាងដែលកើតដោយខ្យល់អាកាសចេញចូលមិនស្រួលហប់ខ្យល់ជាដើមក្រៅពីនេះអ្នកដើរព្រៃតែងតែជួបប្រទះជាញឹកជាញយនៅភ្លើងឆេះព្រៃម្ដងម្កាលដែលតែងតែកើតឡើងជាយថាហេតុដោយខាងលើនេះឯងឬក៏ដោយមានជាតិផូស្វ័រប៉ះជាមួយនឹងខ្យល់នៅក្នុងកាលបើមានស្មៅស្ងួតស្មៅងាប់គំនោឈើស្ងួតឈើងាប់ដែលគោលើគ្នាច្រើនសន្ធឹកដែលគ្មានខ្យល់ចេញចូលស្រួលបួលវាជាការងាយស្រួលណាស់ដែលអាចបណ្ដាលឲ្យមានការឆាបឆេះ
ដោយងាយងាយហើយនឹងដោយឯងជួនកាលគំនោឆ្អឹងសត្វផ្សេងដែលសម្បូរទៅដោយជាតិផូស្វ័រនោះវាអាចនឹងបណ្ដោយឲ្យមានអណ្ដាតភ្លើងឆាបឆេះស្មៅឬក៏កំទេចឈើស្ងួតនៅជិតនោះហើយមានខ្យល់អុកស៊ីសែនជួយផងភ្លើងនោះរឹតតែឆេះខ្លាំងឡើងរហូតដល់ឆេះអស់ព្រៃឈើធំផងដែរដូច្នេះភ្លើងឆេះព្រៃពុំមែនកើតដោយមានដើមភ្លើងតែម្យ៉ាងប៉ុណ្ណោះទេគឺវាអាចឆេះដោយឯងដោយមូលហេតុដែលបានរៀបរាប់ខាងលើមកនេះ